Hello. 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 សូមជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលលោកលោផងណាបានមកចូលរួមបាទយើងហៅថាអឡូគ្រូថាលោកលោបាទយើងពាក្យខ្មែរខ្លះវាជាប់គ្នាទៅយើងមានពាក្យចិនខ្លះពាក្យខ្មែរខ្លះលាយគ្នាដូចស្ដាប់ទៅវាចង្កើបរោះចង្កើកំ pl ែងណាបាទឥឡូវយើងដោយសពមួយដងយើងបានមកចូលរួមគ្នានៅថ្ងៃនេះហើយខ្ញុំអរគុណដល់លោកអ្នកបងប្អូនដែលបានអញ្ជើញមកចូលរួមនៅការប្រជុំបានគុំព្រះនៅព្រឹកនេះបាទខ្ញុំបានធ្វើនេះពីអាទិត្យហើយ3អាទិត្យទាំងនេះថាជាបញ្ចប់ត្រឹមនឹងនៅការផ្សាយដំណឹងល្អរបស់ពួកសាវកឬបេសកកម្មរបស់ពួកសាវកដែលយើងបានរៀនបានស្ដាប់មេរៀនហ្នឹងទឹកទី1ទឹកទី2នេះទី3បានតែការនិយាយទាំងអស់ហ្នឹងគឺជាការដែលនិយាយត្រួសមិនបានពេញលក្ខណៈទេគ្រាន់ជាភាពទូទៅនៃការផ្សាយដំណឹងល្អរបស់ពួកសាវកដើម្បីពង្រីកនគររបស់ព្រះដែលសូមលោកអ្នកបងប្អូនទីឋានជាមួយខ្ញុំម្ល៉េះព្រះបិតានៃទូលបង្គំដែលព្រះអង្គជាព្រះដ៏បរិសុទ្ធហើយទូលបង្គំគ្មានភាពបរិសុទ្ធនោះទេប៉ុន្តែទូលបង្គំបានជឿដល់ព្រះអង្គហើយទុកចិត្តដល់ព្រះអង្គបានផ្ទេរសេចក្តីសុចរិតរបស់ទ្រង់ដែលព្រះអង្គបានជាប់លើឈើឆ្កាងជាព្រះវត្រារបស់ទ្រង់បានផ្ទេរនៅភាពសុចរិតមកឲ្យទូលបង្គំហើយទូលបង្គំក៏បានផ្ទេរនៅភាពដែលមានបាបរបស់ទូលបង្គំដល់ព្រះអង្គដែលបានជាប់នៅលើឈើឆ្កាងដែរហើយទូលបង្គំអរគុណព្រះអង្គក្នុងការទាំងអស់ដែលព្រះអង្គបានស្រឡាញ់ហើយព្រះអង្គបានមានសេចក្តីមេត្តាករុណានិងផ្ដល់ព្រះគុណដើម្បីឲ្យជីវិតរបស់ទូលបង្គំមានកំសោយមិនត្រឹមតែកំសោយគឺគ្មានភាពសុចរិតរបស់ទ្រង់ប៉ុន្តែព្រះអង្គបានប្រទានឲ្យទូលបង្គំបានមានហើយទូលបង្គំបានធ្វើការនៅទឹកនេះគឺជាព្រមទូលរបស់ព្រះអង្គដើម្បីទូលបង្គំបានបញ្ចូលអ្វីទៅក្នុងព្រមទូលរបស់ទ្រង់ឡើយតែបានយកចេញពីព្រមទូលរបស់ទ្រង់ដើម្បីនឹងចម្រើនកម្លាំងដល់ទូលបង្គំផ្ទាល់ហើយនិងបងប្អូនអ្នកដែលស្ដាប់ដែរទូលបង្គំសូមអរគុណព្រះអង្គទូលបង្គំសូមថ្វាយការគ្រប់គ្រងទាំងអស់របស់ទ្រង់ដល់ព្រះអង្គទូលបង្គំសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនហើយយើងអានជាមួយគ្នានៅ15យើងអានម្ដងវិញមែនទេបើយើងមិនអត់អានក៏បានដែរដើម្បីយើងទៅមុខលឿនតែជាមិនអត់អានបើយើងអានយើងត្រូវអាន15 20ទៅដល់28អាហ្នឹងជាមេរៀនថ្ងៃនេះហើយជាអត្ថបទថ្ងៃនេះឥឡូវយើង15 24ទៅដល់25ជាការអានផ្ដោតទៅលើកន្លែងហ្នឹងសិន24ដល់25គេនោះបានដល់ចុងបំផុតហើយជាវេលាដែលទ្រង់នឹងប្រគល់នគរដល់ព្រះដ៏ជាព្រះបរតាទៅវិញ
ក្រោយដែលទ្រង់បានទម្លាក់អស់ទាំងរាជនិងអំណាចហើយនឹងអត្រិតទាំងប្រមាណចេញបាត់គួរឲ្យទ្រង់បានសោយរាជតតែដាក់ទាំងមកទាំងដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់បាទយើងអានត្រឹមហ្នឹងបាទយើងឃើញកន្លែងហ្នឹងនៅខ24និយាយអំពីគ្រាចុងបំផុតបាទជាវេលាដែលទ្រង់ប្រគល់នគរគឺព្រះយេស៊ូវគ្រីស្ទបានប្រគល់នគរដល់ព្រះវរបិតាវិញក្រោយដែលទ្រង់បានទម្លាក់អស់ទាំងរាជនិងអំណាចគឺយើងឃើញនៅម៉ាថាយ28បាននិយាយថាព្រះយេស៊ូវបានមានគ្រប់ទាំងអំណាចហើយព្រះអង្គមានអំណាចនោះគឺធ្វើការជាមួយអ្នកដែលជឿព្រះគឺនៅត្រង់កន្លែងនេះគឺពួកសាវកដើម្បីនឹងពង្រីកនគររបស់ទ្រង់គឺក្នុងការពង្រីកនគរនឹងហើយគឺជាការដែលទម្លាក់អស់ទាំងរាជនិងអំណាចហើយនឹងអធិឫទ្ធិទាំងប្រមាណចេញគឺអំណាចផ្សេងទៀតគឺព្រះបានធ្វើការទាំងអស់នោះតាមរយៈពួកសាវកហើយពួកយើងហើយយើងនៅក្នុងរឿងនឹងដែរយើងមិនមែនចេញពីរឿងនឹងទេទោះជាការទាំងអស់នោះនិយាយសម្រាប់ពួកសាវកប៉ុន្តែយើងនៅក្នុងយើងមិនមែនជាពួកសាវកទេប៉ុន្តែយើងយកការអនុវត្តពីពួកសាវកមកប្រើសម្រាប់ជីវិតយើងគឺក្នុងការរស់នៅថ្វាយព្រះហើយសារដំណឹងល្អសម្រាប់ព្រះអង្គពង្រីកអំណាចរបស់ព្រះហើយនឹងរំលំទម្លាក់អស់ទាំងរាជគឺដែលរាជមាននៅលើផែនដីនេះគឺត្រូវតែរលំដោយសារការដែលយើងសារដំណឹងល្អហើយការទាំងអស់នោះព្រះបានប្រើយើងព្រះអង្គមិនចោះមកធ្វើដោយខ្លួនព្រះអង្គនោះទេផ្ទាល់នោះទេប៉ុន្តែព្រះអង្គបានសព្វាតីប្រើយើងឲ្យយើងមានចំណែកក្នុងការងាររបស់ព្រះទោះជាតិចឬច្រើនក្តីយើងធ្វើការទាំងអស់ហ្នឹងសម្រាប់សេរីរុងរឿងរបស់ព្រះដែលព្រះអង្គបានធ្វើសម្រាប់ក្រុមជំនុំរបស់ទ្រង់ហើយនឹងសម្រាប់ព្រះអង្គផ្ទាល់ហើយជាសេរីរុងរឿងរបស់ព្រះដែលយើងធ្វើការទាំងអស់ហ្នឹងហើយព្រះអង្គនឹងរំលំនៅគ្រប់អំណាចទាំងអស់បាត់គួរឲ្យទ្រង់បានសោយរាជទាល់តែដាក់ខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់គឺការដែលព្រះអង្គមកយកនិស្ស័យជាមនុស្សហើយយើងឃើញលោកយ៉ូហានបាបទីសជាដើមព្រះយេស៊ូវជាដើមនិយាយថានគរព្រះបានជិតដល់ហើយខ្ញុំនិយាយបកទៅក្រោយបន្តិចគឺនិយាយពីរឿងនឹងឯងគឺការដែលព្រះអង្គសោយរាជគឺដល់ព្រោះមាននគរដែលចាប់ផ្ដើមតាំងពីព្រះអង្គចាប់ដើមធ្វើការរបស់ទ្រង់ហើយនឹងទៅដល់អាយុ30ហ្នឹងគឺការបង្កើតរាជរបស់ទ្រង់អញ្ចឹងបើព្រះអង្គថាបើខ្ញុំដេញអរៈដោយសារព្រះវិញ្ញាណបរិសុទ្ធនោះនគរព្រះបានមកដល់ហើយមានន័យថាការចាប់ផ្ដើមរបស់ព្រះរបស់នគររបស់ព្រះគឺកើតនៅជំនាន់នឹងឯងហើយការដែលព្រះអង្គបានសុគតហើយរស់ឡើងវិញហើយបានទៅសោយរាជហើយនៅលើឋានសួគ៌គឺព្រះអង្គសោយរាជលើនគររបស់ទ្រង់នឹងឯងលើនគររបស់ទ្រង់មានស្អីខ្លះមានពួកទេវតាមែនទេមានពួកមនុស្សគឺទាំងពីរក្រុមនឹងពួកនៅឋានសួគ៌ហើយពួកនៅផែនដីគឺនៅក្រោមឬនៅក្នុងនគររបស់ព្រះបាទត្រង់កន្លែងនេះយើងឃើញថា20ខ25ត្បិតគួរឲ្យទ្រង់បានសោយរាជគឺព្រះអង្គសោយរាជសពថ្ងៃទាល់តែដាក់ទាំងអស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់បាទយើងឃើញថាព្រះអង្គមានរាជមានអំណាចនៅម៉ាថាយ24ខ19អញ្ចឹងព្រះអង្គបញ្ជាឲ្យទៅផ្សារនឹងល្អដល់ព្រោះការទៅផ្សារនឹងល្អទាំងអស់នឹងហើយជាការដាក់នៅឬទម្លាក់នៅអំណាចផ្សេងរំលំនៅអំណាចផ្សេងដែលនៅផែនដីនេះទាំងអំណាចមើលឃើញនិងមើលមិនឃើញគឺដោយកិច្ចការរបស់ព្រះប្រើពួកសាវកហើយនិងពួកយើងអញ្ចឹងតែយើងជាអ្នកជឿព្រះមានឯកសិទ្ធិខ្លាំងមែនប៉ុន្តែជាការយើងអត់ដឹងទេយើងអត់ដឹងថាយើងនៅក្នុងរឿងនឹងដែរគឺព្រះអង្គសោយរាជសពថ្ងៃទាល់តែព្រះអង្គដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់
ai khăn sợ trâu trôi bằng ó để trâu bằng phái cứ chia sự cái slap đàm phái trong trâu sự cái slap cứ bàn dương vô thả sự cái slap miền nằm nay lời dương tăng pi non nam ở mòn lô cả đam với nó hay gì lục gì và dương khơi sự cái slap vì miền tràn giang thì nhom nó về dương an pi lô cả bát dương khơi thà nó về thì thà rạ lỏng buông nắng cứ thà đam hay đừng gì và nắng cứ cả tháo nhom đừng trâu slap được nhom xì play được ở năng mấy slap phần đại dương kinh nó về là xì rồi bòn phô play đừng thấy khơi slap đấy ở tên mấy đào thầm đà phần tay đào thầm đà giờ mình đào thầm đà đòi rụt châu prey mấy nó prao mà nó về châu prey prao đây là pro và tàu buôn nâng press rụt châu prey nhà đấy để về mình sờ sạc mình sờ thông của bạn buôn đấy nữa về từ rồi buộc lại buôn để sạc thông nâng mình sưu luôn bà đâu tại cái đây slap để slap rùng pích nâng mình slap hàng ru cài thế để slap rùng pích nâng để dương mượn nông pi cái này nâng dương khơi ta slap mấy bạn em đang thay là nâng slap cứ slap hàng tùm nẹt tùm nòng slap hàng ca và co nia rồi bị dương pre hai đừng mình luôn slap flame nâng nhưng khi nè nâng tua play chơi nâng hai slap mày sao đăng khăm ai phim nữa đấy rồi cái này buồn nâng hai chia sẻ đây slap đại dương khơi nông đồng pi ban đầu sực đây slap mùi tiết đại chi là tập Paul này cả bài tranh về pre nắng cứ vì real đò ru cái rồi bao dương đò ru cái rồi bao dương nâng slap mà cho ăn tiệt nữa đấy và dương khơi chỉ non lô cả đám nó phải dụ về nha là class của má mùi rồi buồn rồi ấy nằm ấy hai nhưng khi thật atopol nên sẽ cái đây slap tranh màu pi nè tranh màu pi ca đá ca separation cứ cả bảy kia viên pre hay là mình nụ phần tay pre nâu ta thưa mình nâu ta tam rồi người này thuộc bảy đó còn đó là pre đánh lánh vì ta cả na nâng cửa côn đo phụ thằng pi đấy và những khơi bọn đo vào côn cứ slap từng lục cài mà cho ăn tiệt về nâng mà đấy và nó tế cứ nâng gần đã slap hàng ca và cọp khía hơi slap mùi tiết slap dư slap tạm phân mình trâu slap dư chẳng thế cứ nâu trâu nâu hiệp ở ca trên này đôi chìa prê su sọt ngái rong mình lục cài thòm đà nâu than sủa và chỉ ru cài rồi bỏ mình nuôi dương thòm đá phần tay ở cao trên đỉnh và rong là dương nông đông sam sắc phân nông đông đang đại rồi đấy hai nộp vềเราได้ยังขึ้นรองcầm pong tay sao ấy đi Prince su đã miền ru cài chỉ mình núp nâu sao ấy đi trong là cô than su lơ mình núp hay năng phụ tê đà nâu than su ở đây nâng phụ rạ đây nâu than đầy đây và nhưng khơi tha sẽ cái đây slap bàn thì dây đọc nông tí đi cứ mình là dây ông pi ca để bài tranh pi pre hơi nâng mà lục tệ còn tay chỉ ca bài tranh ông pi ấy ca bài tranh ông pi và lân vì nhiên bao dướng nâng ru cải rồi đây slap đấy cứ bài tranh pi rồi lân rồi vì nhiên bài tranh ông pi ru cải và bờ nhom slap tơ được chia miền micro thạch ấy là nó cứ nhom slap hàng dậy hàng ru cài cứ mình là cả bài tranh lần mình nhiên bao dưỡng tranh pi ru cài để dừng mở khơi và nâng chia thì cái đây slap như đó cứ chia ca đại bài tranh cái khía và không còn pi lô cả bát nó những khi là cả bài tranh bị pre mình nộp bài tranh bị pre
ប៉ុន្តែក្នុងកូរិនថូសទី1នេះគឺការដែលវិញ្ញាណព្រលឹងបែកចេញពីរូបកាយបាទត្រង់កន្លែងនេះយើងឃើញយើងអាននៅខ20សូមអានខ20តែឥឡូវនេះព្រះគ្រីស្ទទ្រង់មានប្រជញ្ញរស់ពីស្លាប់ឡើងវិញជាពិតជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយត្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្សគឺដោយលោកអាដាមនោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញគឺមកដោយសារមនុស្សដែរបាទត្រង់កន្លែងនេះមនុស្សដែរគឺព្រះយេស៊ូវសំដៅពីព្រះយេស៊ូវដែលព្រះអង្គប្រសូតយកនិស្ស័យជាមនុស្សហើយព្រះអង្គជាមនុស្សហើយបើយើងចង់បានសងគ្រោះគឺត្រូវទៅតាមមនុស្សនេះឯងគឺព្រះយេស៊ូវគ្រីស្ទដែលរួចពីសេចក្តីស្លាប់បាន22ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងអាដាមជាយ៉ាងណានោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរបើយើងឃើញត្រង់កន្លែងហ្នឹងគឺថាកាលណាមនុស្សកើតមកកូនពេកតូចកើតមកភ្លាមឬនៅក្នុងផ្ទៃម្ដាយក្តីគឺមានសេចក្តីស្លាប់ក្នុងលោកអាដាមគឺកាលណាកើតមកគឺមនុស្សយើងទាំងអស់គ្នានឹងលោកអ្នកបងប្អូនអស់គ្នាខ្ញុំដែរគឺស្លាប់ក្នុងលោកអាដាមគឺស្លាប់តាមរយៈលោកអាដាមតាមគាត់ជាមេហើយក៏យើងស្លាប់តាមគាត់គឺស្លាប់ក្នុងលោកអាដាមគ្រប់គ្នានឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរគឺមានន័យថាក្នុងព្រះគ្រីស្ទគឺយើងបានរស់ឡើងវិញវាបច្រាស់ព្រះយេស៊ូវជាព្រះដែលមកក្នុងភាពជាមនុស្សហើយជាព្រះ 100% ផងបានផ្ទេសេចក្តីស្លាប់ឬក៏បានប្រោសឲ្យរស់ឡើងវិញគឺត្រង់កន្លែងនេះព្រះគ្រីស្ទជាសេចក្តីដែលរស់ឡើងវិញខ23តែគ្រប់គ្នាតាមលំដាប់រៀងខ្លួនគឺព្រះគ្រីស្ទជាផលដំបូងយើងឃើញការដែលព្រះអង្គបានរស់ឡើងវិញគឺនៅ 2000 ឆ្នាំកន្លងមកហើយមែនទេប៉ុន្តែមានរស់ឡើងវិញតទៀតទេយើងឃើញថាដល់មិនតាន់មានទេយើងឃើញមានលោកស្អីលោកឡាសាជាដើមដែលបានស្លាប់ប្រហែល4ឆ្នាំរស់ឡើងវិញប៉ុន្តែបានស្លាប់ទៅវិញពួកអ្នកដែលជារបស់ព្រះគ្រីស្ទក្នុងការដែលទ្រង់យាងមកយើងឃើញមាន2ជាន់ព្រះយេស៊ូវបានរស់ឡើងវិញខាងរូបកាយរួមជាមួយព្រលឹងឡើងវិញឬវិញ្ញាណឡើងវិញហើយរស់មួយទៀតគឺរស់សម្រាប់ក្រុមជំនុំហើយនឹងអ្នកមិនជឿព្រះដែរពេលជាមួយគ្នាត្រង់កន្លែងនេះបើនៅនេះអត់មាននិយាយទេបើយើងមើលទៅយ៉ូហានពុ5ខ29បានឃើញនិយាយអំពីអ្នកដែលមិនជឿព្រះនឹងរស់ឡើងវិញដែរអាហ្នឹងដែលខ្ញុំខ្លាចណាដែលរស់ឡើងវិញដែរនោះដែលរស់ឡើងវិញដែរហើយត្រូវដាក់ទៅក្នុងបឹងភ្លើងមួយជាន់ទៀតតែមកពីវិបុរណៈយើងឃើញទាំងអស់ទាំងហ្នឹងឯងហើយយើងឃើញត្រង់កន្លែងហ្នឹងយើងឃើញថាគ្រានោះដល់ចុងបំផុតហើយគឺដល់ពេលដែលព្រះបានយាងមកវិញព្រះយេស៊ូវបានយាងមកវិញគឺជាពេលវេលាណាគឺជាពេលវេលាដែលព្រះអង្គប្រោសឲ្យមនុស្សរស់ឡើងវិញដាក់តាមតនេះកន្លែងនេះនិយាយរឿងព្រះអង្គរស់ឡើងវិញក្នុងកាពីនេះនិយាយរឿងព្រះអង្គរស់ឡើងវិញហើយព្រះអង្គថាកាលណាមនុស្សរស់ឡើងវិញមានន័យថាចុងបំផុតហើយអត់មានសេះសល់អីទៅនៅតាណាផ្សេងទៀតអត់ទេបានត្រង់កន្លែងនេះគឺថាគ្រានោះបានដល់ចុងបំផុតហើយនៅពេលដែលព្រះយេស៊ូវយាងមកប្រោសមនុស្សឲ្យរស់ឡើងវិញហើយនៅពេលនោះព្រះអង្គដែលយាងមកជាមួយអ្នកណាយើងឃើញយាងមកជាមួយពួកអ្នកបរិសុទ្ធរបស់ព្រះហើយមកជួបជុំគ្នា
nơi chỉ muối nắng nẹt đá ruột nó lại hai bàn chuột kia nở lở cả hai ở miền tha tàu than su bình thế ở miền thế trầm năng ai hai nơi chỉ muối prong ở cài trên nick hai prong bàn đó đây bàn ao riêng ở ná chúng bao trong đằng cung sau đi sập ngay nấng nên nhung gì đừng chồng Phật nói đó prong ao từ bình prong miền ca sau đi vậy tiệt thể prong bàn ao từ prevo về đà bình cái lại đứng dương ở trà vậy đấyคือព្រះអង្គធ្វើការដល់ថ្ងៃនៅពេលឡងនេះគឺព្រះយេស៊ូវគ្រីស្ទអ្នកធ្វើការទាំងអស់ហ្នឹងគឺសោយរាជប៉ុន្តែថ្ងៃមួយព្រះអង្គនឹងឲ្យទៅវិញឲ្យព្រះវេដាវិញនេះជាគ្រាចុងបំផុតដែលយើងមិនដឹងថាវាកើតពេលនឹងកាលបើយើងឃើញតែការផ្សាយនឹងល្អឥឡូវច្រើនដែរមែនតាម YouTube តាម Google តាម website ផ្សេងជាច្រើនប៉ុន្តែត្រង់ដែលថាព្រះអង្គមកក្រាបទាំងអស់នៅក្រោមព្រះបាទទ្រង់យើងអត់ឃើញទេព្រះអង្គអាចធ្វើការនឹងមួយរំពេចមែនទេពេចទៅស្អែកអាចព្រះអង្គយើងមកវិញខ្ញុំអត់ដឹងទេគឺយើងមិនអាចប្រាប់ពេលវេលាបានតែយើងដឹងថាព្រះអង្គធ្វើការទាំងអស់ដោយប្រើយើងពួកសាវកហើយនិងពួកយើងទាំងអស់គ្នានឹងឲ្យផ្សាយដំណឹងល្អដើម្បីពង្រីកនគររបស់ព្រះរហូតដល់ព្រះអង្គបានដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមអំណាចរបស់ទ្រង់ហើយព្រះអង្គប្រោះឲ្យយើងរស់ឡើងវិញហើយរស់នៅជាមួយនឹងព្រះអង្គអស់កាលជានិច្ចមកត្រង់កន្លែងហ្នឹងយើងមើលទៅយើងឃើញលំដាប់នៃនៃការហៅ eschatology ឬក៏និយាយពីរឿងស្អីគ្រាចុងបំផុតកាលហ្នឹងបាទសាសនាណាក៏ជឿទៅលើ eschatology ដែរទៅលើភាពចុងក្រោយប៉ុន្តែការដែលចុងក្រោយដែលខ្លះថាផែនដីរលាយអីចឹងទៅដែលខ្លះថាអត់ទេអីចឹងទៅប៉ុន្តែចំពោះយើងឃើញថាព្រះអង្គបានបង្កើតផែនដីថ្មីឋានសួគ៌ថ្មីសម្រាប់យើងនៅពេលដែលយើងត្រូវទៅនៅជាមួយព្រះអង្គហើយរស់ឡើងវិញមានភាពដូចជាព្រះដូចជាព្រះយេស៊ូវគ្រីស្ទមកខ្ញុំមិនដឹងមកប៉ុន្មានណាបងមើលឃើញចិត្ត12 5 មុននេះបាទឥឡូវយើងអានទៅមួយថាយផ្លែតដែលយើងដែលខ្ញុំឬក៏អានថៃសារនិកមួយផ្លែតចាំដើម្បីឲ្យយើងដឹងអំពីការដែលថៃសារនិកពុក4ណាតែចាំនៅចំពោះ4និយាយអំពីតែទី1ចំពោះ4ខ13ខ្ញុំសូមអានលឿនបាទបងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេដេកលក់ត្រង់កន្លែងមានតែស្លាប់ក្រែងអ្នករាល់គ្នាកើតຕົកព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹមបាទកាលណាយើងដេកលក់ហើយស្លាប់ទៅគឺអស់សង្ឃឹមត្រង់កន្លែងគ្មានសង្ឃឹមត្បិតបើយើងជឿថាព្រះយេស៊ូវបានសគត់ព្រមទាំងរស់ឡើងវិញហើយនោះត្រូវជឿថាព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវឲ្យបានមកជាមួយនឹងទ្រង់ដែរហើយយើងឃើញនៅពេលដែលព្រះអង្គយើងមកវិញព្រះអង្គយកពួកអ្នកដេកលក់ពួកក្រុមជំនុំដែលជឿព្រះអង្គមកវិញមិនយកទៅឋានសួគ៌វិញទេមកវិញត្បិតយើងខ្ញុំប្រាប់អ្នករាល់គ្នាតាមព្រះបន្ទូលនៃព្រះអង្គម្ចាស់ដូច្នេះថាយើងដែលរស់នៅជាប់ដរាបដល់ព្រះអង្គម្ចាស់យើងមកនោះយើងមិនទៅមុនអ្នកដែលបានដេកលក់ទៅហើយនោះទេមិនទៅមុនទេណាព្រះអង្គម្ចាស់ទ្រង់នឹងយាងចុះពីឋានសួគ៌ដោយស្រែកបង្គាប់មួយព្រះអស់បាទការយាងមកវិញហ្នឹងការកាត់ស្រែអ្នកខ្លះគឺថាព្រះអង្គយាងមកស្ងាត់ហើយបានយាងមកម្ដងទៀត7ឆ្នាំក្រោយមកបើក្នុងនេះខ្ញុំអត់មើលឃើញទេខ្ញុំឃើញថាព្រះអង្គយាងមកគឺព្រះអង្គធ្វើម៉េចស្រែកនេះមិនមកស្ងាត់ទេមកស្រែកបាទមួយព្រះអស់ទាំងមានឮសំឡេងមហាទេវតានិងត្រែរបស់ព្រះផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបងអស់រួចយើងរាល់គ្នាដែលកំពុងតែនៅរស់
con đừng ban lớp tàu không của bộ chỉ muối kia thằng đam về ban chuột đừng pre ông cha nấu nìa ca dạng nuốt dương nấu chỉ muối đừng ông cha chỉ là rạp tàu và những khi nó lại nâng nấu nìa ca nghe nấu nìa cá chỉ muối đừng pre chỉ là rạp tàu và giờ mình khơi tàu lại là tàu than su bệnh tệ nó hai dân đang lại nâng về phát đại và việc phát đại nói dân đang than su mây than đây mây trâu cao lớn hai chỉ mà đồng nâng này đại phật ông nấu cho môi dương than đây mây nâng mình than su thế than đây mây phần đá than su mấy than đây mấy cứ làm đầu đang ó chưa mây và nói dương mơ từ mà thai mà plate mà thai nâng những priệp thiệp để thà từ chuột Phật nào ni lửa ca năng đầu quân mà nhầm lừa cái dây thà Phật sự chất riêng màu để na nhầm đang thấy và chất riêng màu tiệt hơi nhầm đang chia riêng màu là mấy bạn nó kho mà thay mà thay pram nhầm lươn cái này đúng nó có than xua đừng ban đôi chia sài prom cho đây đọt nè đại dọc chẳng kiêng riêng luôn tranh tàu tụt đây mong thay nông phụ niên từ lúc miền pram nè miền cầm đất hay pram nè là ngôn niên ngôn lúc cây dọc tại chẳng kiêng tàu ta miền ban dọc prey chọp đằng luôn phòng tê ai trên niên miền cầm đất miền cầm đất vinh cây bàn dọc chẳng kiêng hay đằng prey đã nông đó từ chừng mùi phong tại đòi pro đầy cò màu pe ban chỉ niên từng lúc ngột ngùi hay đầy độ tàu lúc đó cần đa thiết ra tại lưu sâu sầm rai thà nè đầy màu hơi và trong lại đi dương khơi riêng cái này thật ông màu phồng trai đó nó khơi nhé mà nhưng mưa thật ông màu tiền sạch mùi của ông mới phồng trai nên dương khơi đi parallel mấy nè dương khơi được rốt sọt này phần tay dương mình tên cắt bị thầm rồi phỉ rồi thế và này dương ra là mơ nông pi nước dương khơi thà miền sài lúc đó còn đã viết ra từ lứ xô sầm lệ xô sầm ráy thà này đây màu hơi cho tranh từ tua cho và dương khơi cái này nhé dương khơi pi thà tranh từ tua chống cứ lại tranh từ chuột và tranh từ chuột ở đây và cho điên nên thay xa là này nông bánh đa thạp óng máu nấu nía các mình nên nấu bị lơ phàn đấy ban tam mình phụ về để đấy mình nên thay phụ công như nó man tranh từ tua Phật ong anh ấy nếu dừng mơ tam phe thế đó mình nên thạp ong dương máu nó chuột nhẹ thằng ong nó nấu nó ngay dân ta chuột ong nấu nía cá hay nhẹ là ruột lần bánh có mau cho mùi đây mình thả tàu than xua bên tề nó chia ca mùi để dừng của bạn đừng cắt sái bên nữa mà giờ mưa thời tiết lúc đó gần đa thiết ra từ lưu sâu sầm rai thà nè đây mọc háo cho tranh từ cho đây cùng cho đây từng lái cọc nhẹ lái tiếp trong từng kia riêng luôn ai bên riêng là đường ngôn kia thì dây tàu phụ niên mình cầm đất thả sớm chạy prey ngọ dương phong tôi chẳng kiêng dương trong rồi luận hơi ta phụ niên mình cầm đất lai làng thả tê trái như là môn đòi dương hai đường niên rồi nghiệp phong su tàu ạc tè luộc prey tên đặt luôn vinh tàu ta cầm pung đài niên thường nu tàu vinh đây còn một đỏ phụ niên để bàn bầm rong chỉ sạch của châu tàu nông rồng ca cho mùi khnia rồi kịp bật vía bạn trong lại nâng nè đã tàu từ tua đấy từ việc được chỉ cầm như nôm rồi đấy là tua đấy mau đi cả hãy bật vía ơi nè nông châu thế nè để rong ngặt score đó rau châu thế nó bây giờ mơ thay xa là nách dương khơi sự điên cái địa điên trong cặp ông dương máu ông bên tàu na bên tề cứ ông dương máu cứ nâu lơ phàn đầy nâng ai hay ông miền là châu nâu lơ cứ hạ đôi chìa phàn đầy đẹp ông bà mà cao mấy cứ chỉ cả đẹp ông phơ làm vĩnh hỏi tàu chỉ mấy để trong lại nâng
វាទៅចឹងឯងបើយើងមើលតាមអត្តន័យមួយថែ25ហ្នឹងយើងឃើញស្របគ្នានឹងការយាងមកវិញរបស់ព្រះយេស៊ូវគឺជាការរស់ឡើងវិញការយាងមកវិញរបស់ព្រះយេស៊ូវគឺជាការរស់ឡើងវិញរបស់ពួកអ្នកជឿព្រះហើយអ្នកមិនជឿព្រះដែរខ13ថាដូច្នេះចូលចាំយាងចុះត្បិតអ្នករងគ្នាមិនដឹងជាថ្ងៃណាឬពេលណាដែលកូនមនុស្សត្រូវមកនោះទេបានសម្ដៅពីព្រះយេស៊ូវគ្រីស្ទកូនមនុស្សត្រូវយាងមកនោះទេគឺឲ្យយើងចាំយាងព្រោះយើងឮមែនឮត្រង់កន្លែងនេះឮមានគេស្រែកប្រាប់ថាមកហើយគឺចាំយាងក្នុងនេះគឺជារឿងដើម្បីបញ្ជាក់អំពីការពិតអ្វីមួយត្រង់នេះការពិតអំពីការដែលព្រះបានយាងមកវិញបាទហើយក្នុងកូរិនថូស15ហ្នឹងយើងឃើញថាជាការបញ្ចប់របស់ព្រះសម្រាប់ការផ្សាយដំណឹងល្អគឺបញ្ចប់ដោយស្អីគឺដោយកម្ចាត់សេចក្តីស្លាប់ដោយព្រះអង្គប្រោសឲ្យយើងរស់ឡើងវិញទាំងអស់គ្នាហើយរស់នៅជាមួយព្រះអង្គទីណាក៏ដោយមែនទេមិនថាឋានសួគ៌មិនថាផែនដីយើងអត់មានខ្វល់ទេមែនទេប៉ុន្តែខ្ញុំអានទាំងអស់នេះខ្ញុំអានដើម្បីឲ្យត្រូវតាមព្រះបន្ទូលរបស់ព្រះដែលយើងមានហើយយើងអាចវិភាគបានមែនទេគាត់ថាខ្ញុំមានការឈួងអីលោកអ្នកបងប្អូននៅមើល YouTube នេះសូមវិនិច្ឆ័យទៅហើយវិភាគទៅថាការទាំងអស់ហ្នឹងវាទៅផ្លូវណាខ្ញុំមិនអាកាត់ជាការដែលត្រូវពេញលំហឹងរបស់ខ្ញុំទេប៉ុន្តែខ្ញុំមើលការទាំងអស់ហ្នឹងគឺវាឃើញទៅយ៉ាងដូច្នោះគឺនៅពេលដែលព្រះអង្គបានយាងមកវិញគ្រាចុងក្រោយបំផុតហ្នឹងគឺជាការដែលមនុស្សរស់ឡើងវិញទាំងអស់ហើយអ្វីៗទៅជាថ្មីទាំងអស់ហើយយើងនៅជាមួយព្រះអស់កាលជានិច្ចបាទហ្នឹងរឿងខ្លីហើយមិនមែនមានភាពពុស្ដាអ្វីទេបាទយើងដឹងថាព្រះធ្វើការទាំងអស់នោះគឺសម្រាប់យើងការដែលព្រះអង្គបានធ្វើនគររបស់ទ្រង់ឡើងតាំងពីព្រះអង្គនៅទីនេះហើយមករហូតដល់ឥឡូវគឺសម្រាប់សេរីរឿងនៃព្រះគុណរបស់ព្រះដែលមានដល់យើងហើយឲ្យយើងមានចំណែកក្នុងការដែលយើងផ្សាយដំណឹងល្អពង្រីកនគររបស់ព្រះនៅសប្តាហ៍ថ្ងៃនេះគឺជាឯកសិទ្ធិមួយយ៉ាងធំរបស់យើងបើយើងចង់ធ្វើទេប្រហែលជាអត់ទេព្រោះយើងអត់ដឹងហើយជាយើងមិនដឹងយើងមិនស្រឡាញ់ព្រះយើងយ៉ាងម៉េចនោះជារឿងផ្ទាល់ខ្លួនប៉ុន្តែយើងដឹងថាកន្លែងនេះព្រះអង្គឲ្យឯកសិទ្ធិធំណាស់ចំពោះអ្នកដែលធ្វើការពង្រីកនគររបស់ព្រះមិនមែនព្រះអង្គអត់ចេះពង្រីកទេព្រះអង្គចង់ឲ្យយើងមានចំណែកធ្វើការជាមួយនឹងព្រះអង្គបាទហើយខ្ញុំចាប់តែត្រឹមហ្នឹងឯងគឺថានគររបស់ព្រះគឺត្រូវបញ្ចប់ដោយការរស់ឡើងវិញរបស់មនុស្សទាំងអស់ហើយចំពោះអ្នកជឿព្រះយើងបាននៅជាមួយនឹងព្រះអស់កលជានិច្ចបាទសូមអធិដ្ឋានបែបព្រះបិតាទូលបង្គំអរគុណព្រះអង្គនៅថ្ងៃនេះព្រះបន្ទូលរបស់ព្រះអង្គជួនកាលជាការពិបាកដល់យើងខ្ញុំនឹងទទួលប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គជាព្រះបន្ទូលរបស់ព្រះអង្គទូលបង្គំជាមនុស្សតូចតាចហើយខ្វះមិនដល់សេរីល្អរបស់ទ្រង់គឺគ្រាន់តែមានការបញ្យល់បន្តិចបន្តួចអំពីព្រះបន្ទូលរបស់ព្រះអង្គខ្ញុំជួយយើងខ្ញុំហើយយើងខ្ញុំបានដឹងថាសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណានិងព្រះគុណរបស់ព្រះមានដល់យើងខ្ញុំនោះធំណាស់ទូលបង្គំសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន